វត្តអង្គដីព្រះសង្ឃលោកអាចារ្យគណៈកម្មការបានផ្ដួចផ្ដើមធ្វើបុណ្យតេខេណានុប្បទានដើម្បីឧទ្ទិសជូនដល់វីរៈកងទ័ពដែលបានពលីបុព្វហេតុការពារជាតិមាតុភូមិកំពង់ស្ពឺកាលពីថ្ងៃអាទិត្យ8រោចខែបុស្សឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី11ខែមករាឆ្នាំ2026កន្លងទៅព្រះចៅអធិការព្រះសង្ឃលោកអាចារ្យគណៈកម្មការព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះឲ្យជើងវត្តអង្គដីស្ថិតនៅក្នុងឃុំព្រៃវិហារស្រុកគងពិសីខេត្តកំពង់ស្ពឺបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យតេខេណានុប្បទានដើម្បីឧទ្ទិសជូនដល់វីរៈកងទ័ពដែលបានពលីបុព្វហេតុការពារជាតិមាតុភូមិក្នុងកម្មវិធីបុណ្យមានការចូលរួមពីលោកមេឃុំលោកមេភូមិលោកមេវេនលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រជាពុទ្ធបរិស័ទចំណុះឲ្យជើងវត្តអង្គដីដើម្បីឧទ្ទិសជូនដល់វីរៈកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្មវិធីបុណ្យម៉ោង 7:00 នាទីព្រឹកប្រគេនជាគូដល់ព្រះសង្ឃម៉ោង 7:30 នាទីគោរពទង់ជាតិនិងសូត្របទសារភ័ញ្ញម៉ោង 8:30 នាទីគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីម៉ោង 9:00 នាទីការនិមន្តមកដល់របស់ព្រះសិលមុនីសួរច័ន្ទច័ន្ទសថេរោព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះគ្រូឧត្តមមុនីវង្សាព្រះអនុគុណស្រុកគងពិសីសម្ដែងព្រះធម៌ទានទេសនាម៉ោង 10:30 នាទីវេវត្តហា ប្រគេនដល់ព្រះសង្ឃឧទ្ទិសនៅបុណ្យកុសលជូនដល់វីរៈកងទ័ពដែលបានពលីព្រះសង្ឃទទួលផត្តាអនុមោទនាជាកិច្ចបង្ហាយបុណ្យអ្នកផ្ដាំបុណ្យព្រះគ្រូធម្មបាឡូហែមអ៊ុនព្រះចៅអធិការវត្តអង្គដីព្រះសង្ឃលោកអាចារ្យគណៈកម្មការលោកបណ្ឌិតខឹមរដ្ឋានិងក្រុមការងារអង្គភាពគេហទំព័ររស្មីស្ទឹងត្រង់លោកមេឃុំមេភូមិលោកមេវេនលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះឲ្យជើងវ័នអង្គដីទាំងមូល